ប្រធានបទទី1ថៃសោចចំអកឲ្យអាមេរិកតើអាមេរិកវាយតែប្រទេសអ៊ីសានប្រៃសមានប្រេងដែរឬទេចម្លើយសូនតារាខ្លីៗផ្លែកប្រធានបទទី2អានេះប្រធានបទក្តៅទី2ណារុស្ស៊ីចិនអ៊ីរ៉ង់សេត្រីថ្កោលទោសអាមេរិកវាយប្រហារចាក់ខ្លួនឌូនេះម៉ាឌូរ៉ូអឺរ៉ុបនិងអង្គការសហប្រជាជាតិសីហាកុយសម្ដែងការព្រួយបារម្ភចុះថៃឈ្លានពានទឹកដីកម្ពុជាហេតុអ្វីបានជាគ្មានពួកគេថ្កោលទោសថៃទៅវិញខ្ញុំនៅក្នុងប្រធានបទទី2នេះនឹងលើកយកចំណុចមួយពាក់ព័ន្ធជាមួយនឹងគ្រោះនៅក្នុងលៀបឬក៏លៀបនៅក្នុងគ្រោះគឺខ្មែរគួររួមគ្នាប្រមូលផ្ដុំនៅតំបន់សាឡេះមហាមរកម្មសេតវិមានអាមេរិកដើម្បីទាមទារឲ្យថៃដកទ័ពចេញពីកម្ពុជាលក្ខភិរមហើយចំណុចគ្រឿងក្លែងដែលខ្ញុំដាក់នៅក្នុងវគ្គចរនេះខ្ញុំនឹងលើកយកតាមពិតជាប្រធានបទទី2ប៉ុន្តែដោយសារតែវាប្រធានបទនេះវាដាច់ឆ្ងាយពេកបាទពីប្រធានបទទី1ចឹងខ្ញុំលើកយកមកធ្វើជាគ្រឿងក្លែងចុះប្រិយមិត្តសម្បូរពេជ្រ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាមយ៉ាផាន់ស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់ចឹងសម្បត្តិថ្ងៃនេះមានគ្រឿងក្លែង3ទី1ជេទី2ថៃត្រូវតែដកទ័ពចេញពីទឹកដីកម្ពុជាទី3ហេតុអ្វីថៃលុបចោលកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរកន្លងមកមិនមែនបច្ចុប្បន្នទេនឹងដោះលែងយុទ្ធជន18រូបគីងហឿងនេះគេតួទី1ជេដោយសារតែឥឡូវនេះឃើញប្រធានបទជេក៏ជាប្រធានបទមួយសំខាន់ដែរសម្ដេចនិយាយអំពីសៅបដាវាបន្តិចធ្លាប់មុនពេលថៃវាយកាន់កាប់ទឹកដីខ្មែរតាមព្រំដែនជាប់ប្រទេសថៃទាំងអស់ថាត្រូវតែចាប់ដាក់គុកមិនអត់ឱនសុខាឆាយអ្នកដែលជេរនៅក្នុងទំព័រ Facebook បុកជេរអ្នកដឹកនាំឬក៏ណាក៏ដោយណាក្រោយសម្ដេចប្រាស្វិទីថ្លែងបានមួយថ្ងៃស្អែកឡើងថៃទម្លាក់ក្របបែកផ្ដាច់ស្ពាននៅខេត្តសៀមរាបផ្ដាច់ទម្លាក់នៅខេត្តបាត់ដំបង4គ្រាប់ចិត្តភ្នំសំពៅវាយចូលទៅខេត្តបន្ទាយមានជ័យគឺព្រំដែនអន្តរជាតិប៉ោយប៉ែតវិតហេរ៉ូណាហើយគុជសម្បូរក្រោយថៃវេលុកខ្លាំងថៃក៏ដាក់លក្ខខណ្ឌសម្លុតឲ្យយើងចុះចាញ់សង្គ្រាមតែយើងចាញ់ក៏មិនអីដែរមែនទេប៉ុន្តែបាត់ទឹកដីអានឹងគឺរឿងសំខាន់ជេត្រឡប់ទៅវិញចុះវាមានតែពាក់ព័ន្ធនឹងជេវាពាក់ព័ន្ធត្រង់ថាប្រទេសកំពុងតែមានបញ្ហាសត្រូវឬក៏បរទេសឈ្លានពានហ៊ុនសែនយកអារម្មណ៍ទៅខ្វល់ខ្វាយរឿងកប៉ិកប៉ុកក្នុង Facebook ធំជាងការបាត់បង់ទឹកដីនិងបាត់បង់ផ្ទះសម្បែងប្រជាជនរាប់រយខ្នងគឹមលិនឡាវនិងការបាត់បង់អាយុជីវិតពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ខេត្តដែលរស់នៅតាមបន្ទាត់ព្រំដែនអានេះគឺរឿងសំខាន់មួយជេអានឹងបញ្ជាក់មួយទៀតជេក្រោយពីរ៉ូមេតូ
សម្ដេចបានថ្លែងនេះពូដាយ៉ាងដូច្នោះគណៈបកប្រជាជនពីដើមណាសុកពីមួយដែលធ្លាប់តែស្លូតទៅជាចេះជេរបចៅអស់លីងបងប្អូនពាក្យហ៊ុនសែនគឺជាការលើកស្ទួយអសិលធម៌សង្គមគឺជាការលើកស្ទួយនៅវប្បធម៌ជេរប្រមាថបងប្អូនអាចឆ្ងល់ថាលោកគ្រូគាត់ថាណេះដាំងខៅអាណាជេរគាត់ចាក់ដាក់គុកតើអានឹងជាការលើកទឹកចិត្តពីព្រោះហ៊ុនសែនគាត់ថាអាណាដែលជេរគាត់ជេរគណៈបកប្រជាជនជេរថ្នាក់ដឹកនាំត្រូវតែជាប់គុកចដាច់ខាតមិនអាចលើកលែងឲ្យអានេះមានតែម៉េចis enterprise មានន័យថាម៉េច21ទីតាំងមិនមែន18មានន័យថាម៉េចណាមានន័យថាហ៊ុនសែនបានលើកទឹកចិត្តឲ្យគណៈបកប្រជាជននឹងជេរពីព្រោះមកអាទូជេរគណៈបកប្រជាជនមានទោសជេរហ៊ុនសែនមិនបាច់ជេរហ៊ុនសែនទេជេរគណៈបកប្រជាជនត្រូវជាប់គុកអញ្ចឹងបើតាម logic មានន័យថាម៉េចមានន័យថាជាការបើកឲ្យមនុស្សនឹងបញ្ចេញកំហឹងឲ្យមនុស្សនឹងពុះកញ្ជ្រោលញុះញង់ណាអានឹងជាដូចជាញុះញង់ឲ្យមានការជេរប្រមាថទៅលើគណៈបកប្រឆាំងទៅវិញពីព្រោះបើគាត់និយាយថាចេះស្រីនាងអានឹងពិតណាបើគាត់និយាយថាយើងមិនត្រូវលើកស្ទួយនៅវប្បធម៌ជេរប្រមាថហើយគណៈបកប្រជាជនមិនចាំបាច់ទៅខ្វល់ខ្វាយឬតបតជាមួយណាគណៈបកប្រឆាំងជ្រុលនិយមដែលជេរប្រមាថទេបងប្អូនកុំទៅរវីរវល់គិតតែពីរឿងលើកទឹកចិត្តកងទ័ពជួយជនភៀសសាច់និងប្លុកអាណាជេរប្រមាណចូលប្លុកចោលទៅយើងមិនបាច់ទៅខ្វល់ខ្វាយរវីរវល់អីទេហើយគណៈបកប្រជាជនដើម្បីធ្វើជាគំរូយើងត្រូវតែនិយាយពាក្យដែលមានសិលធម៌អានឹងគឺមនុស្សអត់ជេរវិញបងប្អូនអានឹងគឺមនុស្សអត់ជេរវិញបងប្អូនណាប៉ុន្តែបើគាត់និយាយថាអាណាជេរក្នុងទំព័រណាក៏ដោយឲ្យតែជេរគណៈបកប្រជាជនឲ្យតែជេរត្រង់nomត្រូវតែជាប់គុកចរាចខាត់បងប្អូនមានទេអានឹងបើហឺបញ្យុដាក់ទៅហើយដាក់ទៅដល់ទៅពេលដាក់ទៅបងប្អូនអាការជេរហ្នឹងវាមិនមែនចប់នឹងគណៈបកប្រជាជនជេរណាវាបញ្យុវាទៅជាបាច់ទឹកដាក់គ្នាដល់ទៅពេលបាច់ទឹកដាក់គ្នាវណ្ណាវណ្ណគឺវាទៅមិនបាច់ទឹកដាក់គ្នាវាមិនជេរទៅជេរមកដល់ជេរទៅជេរមកហ្នឹងគឺពេញ Facebook នោះឃើញតែជេរពេញ Facebook ឃើញតែជេរដល់តែពេលជេរទៅគឺគណៈបកប្រជាជនមួយចំនួនវាអត់មានអ្នកគ្រប់គ្រងទេណាដូច្នេះអាចំនួននៃការជេរដែលពិតប្រាកដណាមិនជេរคล้ายពួកគណៈបកជេរគេចូលជេរតែអ្នកនេះតែចូលជេរតែមនុស្សសំខាន់តែអ្នកផ្សេងទៀតអត់ស្គាល់អត់ណាដល់ទៅពេលអញ្ចឹងទៅគណៈបកប្រជាជនមួយចំនួនគាត់តែបើកហើបមកត្រូវមហាជនផ្ទះប៉ាំងអានោះបងប្អូនតែលើកទឹកចិត្តប៉ាំងអ្នកខ្លះលបួសបងណារំដាគឹមអ្នកខ្លះលបួសចង់ខ្យល់កោទៅរកតឡាការអាខ្លួនឯងជេរគេបានតែដល់តែពេលគេជេរទៅវិញទៅចាប់ផ្ដើមទៅនេះលអ៊ូរទាំរឿងប្តឹងផ្ដាល់គេសុផាន់រិទ្ធអង្គអញ្ចឹងហើយបងប្អូនណាយើងបើនិយាយពីសូនតារាមិញហ្នឹងបងប្អូនតែគាត់និយាយអញ្ចឹងណាសង្គម Facebook ស្ងប់ស្ងាត់ភាគច្រើនណាប៉ុន្តែគាត់ថាអញ្ចឹងអាហ្នឹងខ្ញុំនិយាយរឿងមួយជេមែនទេគ្រឿងក្លែមទី2គីងគ្រឿងព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតដទៃទៀតគិតវិសាលទូរទស្សន៍សូនតាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរណត់កំណត់បងប្អូនដែលដឹងហ៊ុនសែនញុះញង់ឲ្យមានការជេរប្រមាថអាពាក្យគាត់មកប្រាវហ្នឹងណាសម្ដីគាត់បើកតាមបន្តិចហ្នឹងណាដូចជាសូនតារាបងប្អូនណាបងប្អូនមានដឹងរូបមន្តសូនតារាមួយដែលខ្ញុំឧស្សាហ៍និយាយតែកន្លងមកដូចខ្ញុំភ្លេចនិយាយព្រោះរឿងនេះវាជាក់ស្ដែងពេកណាខ្ញុំតេស្តកូនសិស្សសូនតារាសិនមុននឹងចូលទៅដល់គ្រឿងខ្លែងទី2គ្រឿងខ្លែងទី3ប្រតិកលាគ្នាចុះព្រោះគ្រឿងខ្លែងទី3គឺកូនប្រធានបទតូចឯងខ្ញុំយកប្រធានបទចុងក្រោយមកនិយាយបងប្អូនមានធ្លាប់ឮសូនតារានិយាយពាក្យមួយបើកាលណាសម្ដេចនិយាយអីមានន័យថាយ៉ាងដូចម្ដេចបើសម្ដេចនិយាយអីមានន័យថាដូចម្ដេចបើសម្ដេចនិយាយអីបើសម្ដេចធ្វើអីតើមានន័យយ៉ាងដូចម្ដេចខ្ញុំលើកឧទាហរណ៍មួយរំលឹកបងប្អូនតិចចុះកាលកូវីដអានេះខ្ញុំនិយាយរឿងមួយទៀតកាលខ្ញុំលើកតែមួយក្នុងចំណោមជាច្រើនដទៃទៀតសុកម៉ៅ
មិនមានវ៉ាក់សាំងណាខ្ញុំនិយាយបន្តខ្ញុំចោលភ្នែកមើលបងប្អូនយើងខមមិនបើមានអ្នកណាខមមិនមួយត្រូវយល់សំណួរលោកគ្រូមានន័យថាកូនសិស្សសូនតារាអស្ចារ្យឥណ្ឌាបាត់ដំបងមិនដូចចិត្តទូតចាស់សុំជួបគាត់ដើម្បីទៅលាចូលទូតថ្មីកាលនោះខាត់ម៉ាត់តារារាជសិទ្ធិឥណ្ឌាទទួលបានសិទ្ធិពីអង់គ្លេសនិងអាមេរិកផលិតវ៉ាក់សាំងពេល Pfizer ដូចជា Astra ស្អីគេដែរដូចមិនពេល Pfizer ហ៎ដូចជា class សបុតស្អីគេដែរណាចែកលី100បន្ទុកណាវណ្ណៈឃើញអ្នក100បន្ទុកហើយដូចលើចង់និយាយណាតែនិយាយទៅគ្រូមកតោព្រោះនេះមនុស្សខ្លះអត់ចាប់អារម្មណ៍បងប្អូនណាក្នុងជីវិតក្នុងបើអ្នកដែលមើលទូរទស្សន៍សូនតារាអានី100បន្ទុកអ្នកដែលមើលទូរទស្សន៍សូនតារាណាអាចខ្លាយជាអ្នកប្រាជ្ញណាបងប្អូនខ្ញុំនិយាយតែនេះមួយមុនខ្ញុំនិយាយពួកខ្ញុំបងប្អូនឆ្លើយ100បន្ទុកខ្ញុំនិយាយអីទៀតតែខ្ញុំនឹងប្រាប់បង្ហើបទៅចុះខ្លាយជាអ្នកប្រាជ្ញមិនបងប្អូនឃើញព្រឹត្តិការណ៍អីណាណ៎រំមេតាអ៊ុំ100បន្ទុកសិតកូនសិតខ្លាំងអ៊ីរិចឆោព្រឹត្តិការណ៍ណាដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាសកម្មភាពរបស់ហ៊ុនសែនដែលខ្ញុំថាអ្នកដែលមើលសូនតារាស្គាល់ហ៊ុនសែនដោយបាត់ដៃណាគឺថាសកម្មភាពនេះក៏ចូលរួមប្រមូលសូនតារាបងប្អូនបើមិនជឿបងប្អូនរកសកម្មភាពណាមួយហើយអ្នកដែលតាមដានមើលទូរទស្សន៍សូនតារាសកម្មភាពណាដែលអត់ចូលរួមប្រមូលសូនតារាឥឡូវខ្ញុំឲ្យបងប្អូនរកមួយសកម្មភាពណាដែលអត់ចូលរួមប្រមូលសូនតារាអត់តែមានទេបងចិត្តតែចូលទាំងអស់មានន័យថាខ្ញុំមើលធ្លុះប៉ាខេមដូនទៅមែនទេណ៎សក់ខេមបូឃីវ100បន្ទុកច្រើនណាបងប្អូនហ៊ុនសែនណាគឺអ្នកណាប៉ះឬបើគាត់និយាយអីប៉ះហ៊ុនសែនស្អុយហើយបើគាត់និយាយចង្រៃហ្នឹងចង្រៃសយហ្នឹងខ្ញុំធ្លាប់លើករឿងនឹងមួយបែររឿងនឹងគេលេងឲ្យចាក់ប្រចាំងហ្នឹងតែចាក់ទៅណាកុំធ្វើបាបគ្នាតែក្នុង YouTube ឲ្យជំនាញមកទៅរឿងងាយអីជាមួយទេវតារោនាយក្រាន់ណានាយក្រាន់នាយក្រាន់ខ្ញុំមិនដឹងនាយក្រាន់នាយក្រាន់រឿងហ្នឹងល្អមើលអានោះវាឆ្លុះបញ្ចាំងដូចហ៊ុនសែននេះតែឲ្យតែនិយាយស្អីគឺនឹងតែសយមកបងប្អូនណាអ្នកណាដែលទៅប៉ះហ៊ុនសែនគឺសយហើយនឹងស្អុយហើយបើគាត់និយាយអីគឺចង្រៃមកកុំនិយាយចង្រៃមកឥឡូវខ្ញុំនិយាយរឿងនឹងតិចចោលដើម្បីបងប្អូនដឹងបន្តទៀតបន្តរឿងវ៉ាក់សាំងពេលនោះឥណ្ឌាហ្នឹងក៏សុំជួបសវនាការជាមួយគាត់ដើម្បីណាត្រឡប់ទៅប្រទេសឥណ្ឌាវិញហើយទូតថ្មីនឹងមកសម្ដេចដឹងថាឥណ្ឌាផលិតនៅវ៉ាក់សាំងណា AstraZeneca កាលហ្នឹងដែលវាល្អជាងវ៉ាក់សាំងចិនហ្នឹងសម្ដេចសុំពេលនោះទូរទស្សន៍ចុះផ្សាយអស់ថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនណាសឹមសម្បូរបានស្នើសុំឥណ្ឌានៅវ៉ាក់សាំង AstraZeneca ចំនួនប្រមាណលានដូសទេគ្រាន់តែគាត់និយាយហើយយប់ឡើងរោងចក្រវ៉ាក់សាំងនៅឥណ្ឌាឆេះខ្ទេចបងប្អូនឆេះខ្ទេចហ្មងឆេះខ្ទេចហើយខ្ញុំនិយាយរឿងនេះរឿងប៉ិតហ្នឹងរឿងប៉ិតហើយមកទៀតមានរឿងបន្តទៀតគាត់និយាយអីក៏វាចង្រៃដែរដល់តែពេលឥឡូវមកជាក់ស្ដែងទៅដែរអញ្ចឹងត្រូវនិយាយកាប់ប៉ិតព្រោះនឹងវាប៉ិតរឿងវាប៉ិតគាត់ចេញអាសាឃ្លាយវីដេអូហើយថាមើលអាណាជាក្នុងទំព័រ Facebook ពុកត្រូវតែជាប់គុកចដាច់ខាតមិនមែនតែនៅក្នុងទំព័រ page ពុកទេនេះpage គណៈបកប្រជាជនជេគណៈបកប្រជាជនជេថ្នាក់ដឹកនាំអីក៏ដោយត្រូវតែជាប់គុកមិនអាចលើកលែងឲ្យបានឡើយចឹងរៃបងប្អូនគាត់និយាយថ្ងៃហ្នឹងប្រព័ន្ធផ្សព្វផ្សាយនឹងចែកគ្រប់គ្នាប្រោកស្អែកឡើង4គ្រាប់បងប្អូនណា8គ្រាប់នៅប៉ោយប៉ែតទម្លាក់បងប្អូនទម្លាក់គ្រាប់ទុកហើយមកទៀតមកដល់ភ្នំសំពៅបងប្អូនទុកហើយទៅនេះនៅស្អីនៅស្អីគេណានៅខេត្តសៀមរាបស្អីខ្ញុំភ្លេចឈ្មោះបាត់ទៅបាទអាស្ពានមួយដាច់បាត់បងប្អូនដាច់បាត់ខ្ញុំកាលនោះដោយសារតែស្រុកវាកំពុងតែសង្គ្រាមជាប់ដៃខ្ញុំនឹកឃើញខ្ញុំថាខ្ជិលនិយាយ
là lấy vì ngạt hơi riêng ngọt bay vì đặt để kêu khai mà tay tao vì mình say thì chẳng rải nữa bông ôn này chứ bông ôn chỉ mới sạc con giấy tiếp tu tiền rồi con giấy tiếp ta hôn dân học một bút mà giờ tôi thấy đặt ở một quần bông áp tê bông ôn á một con nên cười chẳng mong bông ôn con là con là con sông vặt sang đi rong chợ vặt sang đi chạy trốn con tái đó anh ấy không flop rương cả lương cái họ pì xây điện lương cái họ mối rương mà đấy rương này tìm bên là rau hay rương này cằn mối tiết nhom rương chào chào bông ôn ở xa lương nhom chơi chào cho nên là sau để bắt tuột từ nếu rút chặt chai nó có thể là sau thà kia là ngông để sau tới bộ con thể hiện tha số phí sống ôi tại lúc mà chặt lúc opera sau đấng tại miền krum mà đo lại lúc opera người ta chụp út người ta chụp người dây bật mọt chụp sau chân chào từ bật mọt bật ấy chú cờ liếng là ngông nè nhóm cho chú cờ liếng á nhưng mà cấp tua có tấn năng mà đấy sao mới trên mới ở trong cái cuốn ý sao lên trên mà đòi phụ đã mà đấy sao lên trên mà đòi bông bông chào miền mọt chân ray nâng mùi ôi ta lại côn thì hiến mệt tốt chấm nắng ơi ta lưới chào tha ô nuôi lồng ngông á sao mà anh ta hiến không mình những trâu một priệt tại mà đòn anh ấy cứ chỉ riêng môi để nhung rầm lấp bóng ôn bệnh tại riêng climb tỉ pỉ prey cho mày share và đồ đi cái căn prey cho mày được tẩy tiệt tu được tu son bà đã sạch khao chân bắt bạch cả lắp đồ nắp cầm nứt bằng chung riêng climb tỉ pỉ clay môi để tỉ nhung gì chụp bạch ta nè thấy trâu tại đọ to trên bị Campuchia hay nhóm đọ đài xâm rì số mầm pi và nhiều ở máy tiền nóng nâng càiประเทศ nâng rập hạ bị bảo nên Campuchia đăng từ anh đã chết đôi ở đây để lục tiền xâm được xí bạn thưa tam xâm được xí cứ trèo hỏi bên đây cònตัวkhó chấp bạc đôi đại lúc cách trong riêng xâm được hiệp thị trong Paris ban bên đây cònตัวViệt Nam trên thị trường Campuchia đọc mười nè bao gồm Việt Nam thà hết ấy ban chỉ Việt Nam đọ cònตัวtrên thị trường Campuchia đấy đời xa tại cách trong riêng xâm được trong Paris bao gồm thấy Việt Nam đọ nơi chân nắng bay phẩm buôn nè này bay phẩm buôn cách trong riêng xâm được trong Paris năm cài mùi cuột cách trong riêng xâm được trong Paris nó chắc bắt đầu cho chơi cho cái tăng từ năm bay phẩm mùi bay phẩm bẩn lắmแต่สู้สำหรับแต่โจ้ก็เชื่อสถาปนิกแบบนั้นสำหรับแต่โจ้นะสำหรับแต่โจ้ใส่นะตั้งปีฉะนั้นไปผมมวยไปผมเปิดเราโคตรจงเกลีฉะนั้นไปผมใบเชียนแต่ดอกการสำหรับมวยถางตีมวยกันปรมเปลี่ยนนั้นมันเป็นดักมาดองมากันจอดเต้บอกว่านั่นกันปรมเปลี่ยนสั่งเป็นปรมปารีนะเวียสำหรับตามตำหนักกาฉะนั้นไปผมมวยสำหรับบานหมักกำฉะนั้นไปผมเปิดสำหรับบานหมักกำฉะนั้นไปผมใบกันปรมเปลี่ยนนั้นเชียนดอกสำหรับบานหมักกำเต้คือท่าตระดอกกองตัวแต่มีนวัดแต่มีนเลือดตัวใดกัมพูชีดอกฉะนั้นไปผมไปเป็นปูนแบบนี้ให้โจฉะนั้นเก่าสักบ้านมีนมาตองติดคืออุ่นตักตรึพิกีถึงอ๋อโจหมกเรียนกองการบอชนกรุมเลี้ยรัฐาภิบาลถึงอ๋อเอามีนรัฐาภิบาลมาดอกซอนมุ้ยคือองการสาเยี่ยชิดอันนั้นดำนักกาววีตั้งหมดตามปั๊บมันฉะนั้นเก่ามุ้ยบางสัญญาให้บางอุ่นตักจะประเดิมโจเมาส์มันเนี่ยเรียบจอมการบอชนกฉะนั้นเก่าใบอันนั้นใช่ไหมมันแม้มีในท่ายูนดอกกองตัวนั้นใครเก็บปรมเปรี้ยงราคาดังยูนดอกกองตัวจริงที่ประเทศกัมพูชีโดยซาแต่เก็บปรมเปรี้ยงสันเป็นปรมปารีดำนักกาตีใบดำนักกาตีมุ้ยกับไอ้กระพีปันเนี่ยดำนักกาตีปีกับไอ้กระพีปันเนี่ยดำนักกาตีใบกับไอ้กระพีปันเนี่ยดำนักกาตีบุญมันเนี่ยเอาบังรวมเรียองการรัฐาภิบาลเนาะบังการองรัฐาภิบาลมาดอกซอนมุ้ยเดี๋ยวเอาชมูทอุ่นตักเนี่ยกรุบกรองดาวองการสาวิชิตดำนักกาตีใบบอกชนเอาดำนักกาตีบุญคือใจหนักบางคนนั่นคือดำนักการรอวีดิnày chừng hết ấy ban chia thay trơn tại độ tuột trên piประเทศกัมพูชีให้พอพยายามชุบบ่าอัดเมียสมัยเด็กใช่จะอยากบุญที่มวยโยงตามฉบับอันตรายประเทศกัมพูชีมีนแผ่นตีนั้นตีได้ชุบบ่าหลอกมันสระเป็นลอยโยงตามฉบับอันตรายได้อนุวัตโดยองค์การสหประชาชาติหนึ่งระดมกรมปรึกษาสันติสุขระบบองค์การสหประชาชาติประเทศมวยมันอาจยกตึกได้ประเทศมวยบานเล่าแต่คนมันใน
ធ្វើជានាយករដ្ឋមន្ត្រីបានដឹងរឿងនឹងដែរឬទេទី2យោងតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសខ្ញុំនិយាយមិញណាដែលនិយាយអំពីដែលអធិបតេយ្យភាពកម្ពុជាមិនអាចរំលោភបានណាបរដ្ឋផ្សេងហើយប្រទេសថៃប្រទេសមហាអំណាចទាំង5មានតួនាទីការពារបូរណភាពទឹកដីកម្ពុជាទី3យោងតាមតុលាការអន្តរជាតិដែលយើងត្រូវតែប្តឹង3នេះកម្ពុជាមិនអាចយកអាវុធទៅតតាំងជាមួយថៃបានទេអ្នកណានិយាយថាខ្មែរទៅមានទ័ពខ្មែរខ្លាំងទ័ពខ្មែរខ្លាំងទឹកចិត្តនឹងអង្អាចក្លាហានប៉ុន្តែមនុស្សមិនអាចទៅវាយជាមួយយន្តហោះបានឡើយព្រោះយន្តហោះឆេះទៅទិញយន្តហោះបានទៀតឲ្យតែមានលុយមនុស្សស្លាប់ទៅទិញជីវិតមកវិញមិនបានទេយើងត្រូវតែមានអាវុធដូចវាដែរបើយើងអត់មានទេច្បាប់អន្តរជាតិប្រឹងអស់លទ្ធភាព3នេះណាបងប្អូនទី1ច្បាប់អន្តរជាតិអង្គការសហជីវជាតិអានឹងត្រូវតែនិយាយច្បាស់ខាតមែនទេទី2កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសខ្មែរហុកអ្នកណាថាអត់ប្រយោជន៍ដូចម៉ែកំសែងអីអានេះជារឿងរបស់គាត់ដូចគណៈបព្វជិជននេះជារឿងរបស់គណៈបព្វជិជនប៉ុន្តែត្រូវតែធ្វើមានដឹងថាកងទ័ពយួនដកចេញពីប្រទេសកម្ពុជាដោយសារតែកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះទី3គឺ ICJ មានអានោះអត់មានខុសពីហ្នឹងទេតែយើងមានស្អីទៅតតាំងជាមួយថៃសវណ្ណបៃលិនហេងទី4គឺកិច្ចចរចាទ្វេភាគីអានឹងក៏ខ្ញុំលើកទឹកចិត្តដែរឲ្យតែវាមានផលឲ្យតែវាមានផលធ្វើក៏បានដែរគ្រប់មធ្យោបាយទាំងអស់នេះវាឈុនអញ្ចឹងសរុបសេចក្តីមកហេតុអ្វីបានជាថៃត្រូវតែដកទ័ពចេញពីប្រទេសកម្ពុជាថៃត្រូវតែដកទ័ពចេញពីទឹកដីកម្ពុជាបុផានីខេនពីព្រោះទី1ច្បាប់អន្តរជាតិដែលនេះសក់របស់អង្គការសហប្រជាជាតិកម្ពុជាមានផែនទីច្បាស់លាស់តម្កល់នៅអង្គការសហប្រជាជាតិមិនអាចលុបបានឡើយមិនអាចលុបទេក្នុងកលិសាណាក៏ដោយមែនទេមិនអាចលុបផែនទីដែលតម្កល់អង្គការសហជាតិទេបើថៃចង់ទៅលុបផែនទីនៅអង្គការសហជាតិថៃត្រូវដកខ្លួនចេញពីសមាជិកអង្គការសហជាតិដើម្បីប្រឆាំងទៅនឹងអង្គការសហជាតិអានេះសំខាន់ណាស់បងណាទី1គឺច្បាប់អន្តរជាតិកម្ពុជាមានផែនទីច្បាស់លាស់មានទឹកដីផ្ទៃក្រឡាច្បាស់លាស់ទី2កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសយ៉ានិចកែវទី3ត្រូវតែប្តឹងជាបន្ទាន់ទៅតុលាការក្រុងឡាអេនៅទីតាំងដែលថៃកំពុងកាន់កាប់ដើម្បីឲ្យតុលាការក្រុងឡាអេសម្រេចថាអានឹងគឺជាទឹកដីរបស់កម្ពុជាហើយឈានបន្តបន្ទាប់ទៅទៀតទៅដល់អង្គការសហប្រជាជាតិពីព្រោះជាទូទៅខ្ញុំមើលស្ថានភាពនេះគឺវាល្អមែនទែនផាន់ត្រយាកណ្ដេថាណាជាស្ថានភាពដែលយើងត្រូវធ្វើប្រិយមិត្ត Alexander Ham share ប្រនេះទៅកាន់ប្រិយមិត្តដទៃទៀតសួងឈានទូរទស្សន៍សូនតាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតគ្រឿងក្លែមទី3ប្រធានបទតូចមួយមុននឹងចូលទៅដល់ប្រធានបទទី1ទី2ធំថ្ងៃនេះឆ្ងាញ់មកគាត់ណាជក់អារម្មណ៍ព្រឹកពិតហើយបងខ្ញុំនិយាយនេះគ្រឿងក្លែមទី3វាប្រតិកលាគ្នាបងផានីខេនហេតុអ្វីបានជាថៃលុបចោលបត់ឈប់បាញ់នឹងកិច្ចព្រមព្រៀងសន្តិភាពណាកាលពីមុនសង្គ្រាមលើកទី2សង្គ្រាមលើកទី1ខែ7សង្គ្រាមលើកទី2ខែ12សុមន្ធាឡាជហើយដោះលែងយុទ្ធជនទាំង18រូបបងប្អូនខ្ញុំទទួលសំណួរបងប្អូនជាច្រើនតែខ្ញុំអត់ឆ្លើយព្រោះសំណួរនោះមិនមែនជាសំណួរឲ្យខ្ញុំឆ្លើយទេបងប្អូនគ្រាន់តែចង់បញ្ចេញឲ្យខ្ញុំបញ្ចេញទស្សនៈថាតើគំនិតរបស់គាត់ខុសឬត្រូវតែប៉ុណ្ណាហើយក៏បងប្អូនខ្លះសួរថាលោកគ្រូជាអ្នកស្វាហាប់នៅក្នុងការទីមទីឲ្យមានការដោះលែងយុទ្ធជន18រូបហើយចុះហេតុអីបានជាយុទ្ធជន18រូបដោះលែងហើយលោកគ្រូគ្រាន់តែថាអបអរសាទរឆ្នាំថ្មីមិនសម្ដែងការត្រេកអរមិននិយាយជាប្រធានបទខ្ញុំមិននិយាយប្រធានបទគាត់ណាបងប្អូនមានតែឃើញសូនតារានិយាយប្រធានបទរឿងយុវជន18រូបខ្ញុំនិយាយពីមុនហ្នឹងពីមុនសង្គ្រាមលោកពីមុនសង្គ្រាមទី2អាសង្គ្រាមពេលដែលបត់ឈប់បាញ់ហើយចាក់អាហ្នឹងខ្ញុំនិយាយហើយខ្ញុំសរសេរជារៀងរាល់ថ្ងៃសួស្ដីឆ្នាំថ្មីមែនទេប៉ុន្តែក្រោយពេលដែលថៃវាយលើកទី2កាន់កាប់ទឹកដីខ្មែរតាមព្រំដែនអស់អាលីងណាចន្ទឡាំខ្ញុំឈប់និយាយ
រឿងហ្នឹងបងប្អូនមានចាប់អារម្មណ៍ទេអាហ្នឹងខ្ញុំអត់មួយទៀតក្រោយពេលមានការដោះលែងអានថៃសម្បូរមានបងប្អូនយើងទាំងគណៈបកប្រឆាំងនិងគណៈបព្វជិជនបាទណាខ្ញុំមិនបាញ់និយាយគណៈបព្វជិជនទេគណៈបព្វជិជនគេដឹងថាសម្បើមឲ្យគេធ្វើអាហ្នឹងដើម្បីបន្លប់ព្រឹត្តិការណ៍នៃការបាត់បង់ទឹកដីគេដឹងតែយកអាហ្នឹងជាព្រឹត្តិការណ៍នៃការបាត់បំភាន់លួងចិត្តការបាត់បង់ទឹកដីអានេះគេធ្វើដោយវិធីណាធ្វើទៅខ្ញុំមិនដឹងប៉ុន្តែគណៈបកប្រឆាំងខ្លួនខ្ញុំគណៈបកប្រឆាំងរបស់ខ្ញុំមានបងប្អូនយើងខ្លះថាថៃដោះលែងយុទ្ធជន18រូបដោយសារតែអ្នកក្រៅប្រទេសបាតកម្មខគ្រូខុសមិនគេគ្រូអ្នកចូលរួមដែរខរបស់ខ្ញុំខ្លួនឯងខុសខ្ញុំអត់ខុសដែរអ្នកណានិយាយហ្នឹងខុសណាសិនច័ន្ទពរសិទ្ធគេថាទៀតថាថៃដោះលែងយុទ្ធជន18នាក់ដោយសារតែនេះរដ្ឋាភិបាលក្រៅប្រទេសដឹកនាំដោយលោកសំរងស៊ីខទៀត Cambodian Australian Networks នេះអានោះខ្ញុំនិយាយគណៈបព្វប្រឆាំងណាខ្លះទៀតថាថៃដោះលែងយុទ្ធជន18រូបដោយសារតែណាការទូតដោយសារតែខ្មែរនៅក្រៅប្រទេសមានលោកស្រីមូសុខួរមានសូនតារាកាលហ្នឹងខ្ញុំមិនទៅចូលជួបក្រសួងការបរទេសមានសូនតារាមានលោកស្រីមូសុខួរណាធ្វើកិច្ចការទូតខុសទៀតមែនទេខ្លះថាខ្មែរណែថៃដោះលែងខ្មែរក្រៅប្រទេស18នាក់ដោយសារតែថៃរងសម្ពាធពីទូតខុសទៀតមកមែនទេខ្លះទៀតថាឋានិតកុកស៊ី100បន្ទួមានកុសលសនាតែមានឆ្លាតមែនទេដល់ទៅពេលហ្នឹងបងប្អូននេះគេសួរថាជុំលោកគ្រូមានអត់ឃើញលោកគ្រូនិយាយប្រធានបទហ្នឹងតើហេតុអីបានជាថៃដោះលែងយុទ្ធជនហ្នឹងដោយសារអីដោយសារតែមែនទេការទូតរបស់គណៈបកប្រឆាំងខុសមែនទេសូនហងទេដោយសារតែរដ្ឋាភិបាលក្រៅប្រទេសខុសដោយសារតែខ្មែរបាតកម្មជុំវិញពិភពលោកខុសដោយសារតែសម្ពាធអន្តរជាតិចិននិងអាមេរិកខុសមែនទេដោយសារស្អីខុសខ្ញុំថាខុសទាំងអស់ដោយសារអីគាត់ដោយសារតែថៃយកដីបានដូចប្រិយមិត្តយើងម្នាក់ថៃសម្រាប់គោលដៅបងប្អូនថៃសម្រាប់គោលដៅមែនទេហេតុអីបានជាថៃអានឹងចូលដល់សំណួរទី1មែនទេលុបចោលកិច្ចព្រមព្រៀងនឹងបទឈប់បាញ់ចុះលើកទី1នៅណែកូឡាឡាំពួរហេតុអីណាពីព្រោះតែថៃចង់វាយកាន់កាប់ទឹកដីហើយបង្កសង្គ្រាមវាយខ្មែរមុន24ម៉ោងលេងពេញសោដោយអត់តដៃវាវាយងាប់ចោលហើយវាចូលតែម្ដងនេះវាវាយហើយវាចូលតែម្ដងអញ្ចឹងមូលហេតុដែលថៃលុបចោលកិច្ចព្រមព្រៀងដោយសារតែថៃមានផែនការវាយកាន់កាប់ប្រាសាទនិងព្រំដែនទាំងអស់ពេលនោះបើកាលណាថៃមិនទាន់សម្រេចគោលដៅសច្ចៈលោកីថៃនឹងមិនឈប់ឡើយថៃនឹងឈប់បើសម្រេចគោលដៅពេលនោះបទឈប់បាញ់នឹងត្រូវអនុវត្តហើយថៃនឹងដាក់កងទ័ពកាន់កាប់ទឹកដីកម្ពុជាត្រូវអានេះត្រូវមែនទេត្រូវចុះអ្នកនិយាយថាថៃដោះលែងភាសានេះខុសទាំងអស់ហើយយើងរីករាយជាមួយក្រុមគ្រួសារប៉ុន្តែយើងមិនត្រូវយកអានឹងទៅបន្លំជាមួយប្រទេសជាតិទេជាមួយនឹងក្រុមគ្រួសារយុទ្ធជនគោរពវីរភាពរបស់គាត់ប៉ុន្តែបើយកអានឹងទៅបិទបាំងដើម្បីបន្លំណាអាសុខជាមួយនឹងការបាត់បង់ទឹកដីមិនបានជាដាច់ខាតពេលនោះបានជាខ្ញុំយល់ឥឡូវខ្ញុំត្រឡប់មកវិញមកដល់តនេះបងប្អូនមានប្រិយមិត្តម្នាក់គាត់ជាគ្រូពេទ្យនៅស្រុកខ្មែរដែលគាត់កំពុងចូលមើលសូនតារាដុកទ័រមែនទេកូនសិស្សសូនតារាគាត់យូរគាត់ផ្ញើសារមកខ្ញុំម្ដងហើយគាត់ជាគណៈបព្វជិជនទៅដុកទ័រគណៈបព្វជិជនគាត់ថាស្ដាប់លោកគ្រូម្សិលមិញខ្ញុំនិយាយពីម៉ែនកំសែងគាត់វិភាគគាត់ថាលោកគ្រូនិយាយត្រូវមកនៅក៏
រាល់សារអត្ថបទសំណេរដែលខ្ញុំអានលោកគ្រូហើយមើលទៅព្រឹត្តិការណ៍ច្រើនតែដើរក្រោយមាត់លោកគ្រូអត់ខុសមែនបងប្អូនអ្នកដែលអាចនិយាយចឹងបានគឺគាត់វិជ្ជាបណ្ឌិតនៅស្រុកខ្មែរគាត់រៀន7 ឆ្នាំហើយគ្រូពេទ្យកូនសិស្សសូនរាគ្រូពេទ្យក៏មានវិស្វករក៏មានអ្នកដែលមើលទូរទស្សន៍សូនរាគឺកូនសិស្សសូនរាគណៈបើជនកូនសិស្សសូនរាចឹងណាបងប្អូនណាហើយអ្នកចេះដឹងគេមើលសូនរាមិនមែនអ្នកជេរបចោទេណាអ្នកចេះដឹងគេពាក់អាវគណៈបព្វជិជនទេតែចំណេះដឹងគាត់មើលសូនរាកើចំណេះដឹងឬគេមិនមើលហើយនិយាយទៅវាកើតរឿងនឹងពិតមែនណាបងប្អូនមុនថ្ងៃទី17បងប្អូនមានដឹងថាថ្ងៃទី17គឺកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានក្រសួងរដ្ឋមន្ត្រីការបរទេសអាស៊ានក្រោយមកថៃស្នើសុំដោះលែងស្នើសុំលើកពេលមិនដោះលែងដោះពេលលើកពេលទៅថ្ងៃទី20ទៅថ្ងៃទី22វិញមុនថ្ងៃទី17ថ្ងៃបានថៃបានបោះសម្ដីផ្ដល់លក្ខខណ្ឌ3ទៅដល់ហ៊ុនម៉ាណែតជាមួយកាលនោះខ្ញុំបានសរសេរ status បងប្អូនអាចចូល page របស់ខ្ញុំ scroll មើលទៅក្រោម scroll ទៅឃើញណាខ្ញុំនិយាយថាលក្ខខណ្ឌរបស់ថៃគឺជាលក្ខខណ្ឌកាត់យកទឹកដីមានន័យថាបើយើងទទួលយកលក្ខខណ្ឌរបស់ថៃហើយយើងឈប់បាញ់មុនកាលនោះណាពីនោះថៃនឹងវាយសង្គ្រប់ហើយនីតិចុងក្រោយឈប់ភ្លាមថៃនឹងបញ្ជូនទ័ពមកកាន់ទីតាំងកន្លែងដែលវាយនឹងភ្លាមមានន័យថាវាលះឧទាហរណ៍ថៃទ័ពវាដាក់ហើយទ័ពដាក់នៅទីនេះវាវាយទៅហ្នឹងវាវាយក្រាបមកដល់ម៉ោងជប់បាញ់ម៉ោង2 10ជប់គាត់ជប់ទៅវាឡើងមកកាន់កាប់ទៅនឹងទៀតមានន័យថាវាអត់បានកាន់កាប់មុនហ្នឹងទេមុនហ្នឹងវាចូលមកហើយវាដកទៅវិញគាត់ដាក់បន្លាលោកទេអានេះខ្ញុំនិយាយមុនខ្ញុំនិយាយមុនថ្ងៃទី17មែនទេមួយ statement របស់ខ្ញុំមួយទៀតខ្ញុំនិយាយថាទង្វើដូចនេះវាជាការវាយកាន់កាប់ទឹកដីហើយថៃនឹងមិនឈប់ឡើយបើមិនទាន់កាន់កាប់ទឹកដីបានទាំងស្រុងឥឡូវបងប្អូនមើលទៅមើល page របស់ខ្ញុំមុនថ្ងៃទី17រហូតដល់ថ្ងៃបាត់ឈប់បាញ់ថ្ងៃទី27ណាតើអត្ថបទរបស់សូនតារាមានខុសត្រង់ណាអត់ខុសទេមិនចឹងព្រោះខ្ញុំមើលដឹងណាជួនខ្ញុំមកយល់ហ្នឹងណាខ្ញុំមកយល់ថាថៃវាចង់បានអីហើយបើយើងទៅមើលព័ត៌មានគណៈបព្វជិជនគេនិយាយប្រផ្លេចប្រផ្លប់លខោនទៅរុំទុំឆាំងអត់យល់ពេលនោះណាបងប្អូនមានដឹងទេថ្ងៃដែលខ្ញុំកើតទុកខ្លាំងជាងគេខ្ញុំនិយាយថ្ងៃដែលខ្ញុំកើតទុកខ្លាំងជាងគេបំផុតគឺថ្ងៃទី27ថ្ងៃបាត់ឈប់បាញ់វាសនាច័ន្ទគ្រាន់តែថ្ងៃបាត់ឈប់បាញ់បងប្អូនមានឃើញ status ខ្ញុំមួយរូបថតជីឡានហើយនឹងរូបព្រិលខ្ញុំបានសរសេរអត្ថបទថាគ្មានអ្វីឈឺចាប់ជាងការបាត់បង់ទឹកដីព្រំមនីរដ្ឋបាត់បង់ទ្រព្យសម្បត្តិនិងបាត់បង់អាយុជីវិតពលរដ្ឋនឹងកងទ័ពឡើយពេលនោះឃើញស្អីគេឈ្មោះអាចារ្យស្អីដូចរៀងឡប់រៀងដែលគាត់ចាស់ហើយគាត់តែគាត់សុខពីសៅគាត់ត្រឹកដូចកូនក្មេងណាពីមុខគាត់អក្រក់ដូចខ្មោចឆៅយ៉ាងគាត់អក្រក់មែនទែនណាប៉ុន្តែឆ្ងល់មនុស្សយើងមុខអក្រក់ហ្មងកើតមកណាអានេះកសលផលបនមកអញ្ចឹងបាទដូចឈ្មោះស្អីទេឈ្មោះស្អីអាចារ្យស្អីទេបាទខ្ញុំក៏អត់ស្គាល់ទៅក៏យកអាសំណេររបស់ខ្ញុំនឹងទៅជេរបចោធ្វើការអធិប្បាយថាបាក់ស្អីគួតបងប្អូនហើយបងប្អូនយើងគាត់ផ្ញើអានឹងមកខ្ញុំសូនហេងតែគាត់ផ្ញើមកខ្ញុំទៅលោកគ្រូមានបានចូលឃើញមែនទេតាមួយមុខដូចខ្មោចឆៅនេះជេរលោកគ្រូអត់មែនទេជេរលោកគ្រូអត់
យូរហើយបងប្អូនចិត្ត10ថ្ងៃខ្ញុំមិនចាប់អារម្មណ៍មនុស្សក៏ពេកកប៉ុកទេពីព្រោះអីមនុស្សដែលអត់យល់សាច់ការមនុស្សដែលតលេតឡែមនុស្សដែលមានខួរក្បាលដែលមើលសភាពការមិនយល់មកឲ្យខ្ញុំទៅតតាំងជាមួយមនុស្សក៏ពេកកប៉ុកយ៉ាងម៉េចកម្រិតហ្នឹងកម្រិតមកឲ្យខ្ញុំទៅនិយាយវាជាមួយវត្តបាននេះមិនរត់ផ្សែងកម្រិតអីព្រោះខ្ញុំដឹងមុនថាពេលដែលថៃប្រកាសឈប់គឺវាបានកាន់កាប់អស់ហើយបានខ្ញុំនិយាយអញ្ចឹងនោះឥឡូវសួរថាក្រសួងការពារជាតិក្រសួងការបរទេសណាអាណាចក្រខ្មែរចេញសេចក្តីថ្លែងការណ៍ម្សិលមិញ12គេណាយោងតាមអ៊ុំសំអាន26តំបន់មានន័យថាតាមបន្ទាត់ព្រំដែនច្រកព្រំដែនប្រាសាទនិងភ្នំត្រូវថៃកាន់កាប់តបឥឡូវសួរថាបើអ្នកឯងជេរសូនតារាអ្នកឯងមកលុតជង្គង់ថ្វាយបង្គំខ្ញុំជាព្រះដែរឬទេអ្នកឯងមើលអត់ឃើញទេណាអ្នកឯងមើលអត់ធ្លុះទេណាសូនតារាដឹងបេសកកម្មរបស់ថៃហើយខ្ញុំបានដឹងអំពីយុទ្ធសាស្ត្រមែនទេបើខ្ញុំជាទីប្រឹក្សាកងទ័ពណាដាំងឃីមបូរីសេនឧទាហរណ៍បើសូនតារាជាទីប្រឹក្សាកងទ័ពណាថៃរ៉ៃកាន់កាត់ចឹងបានសួរថាចេះពីណាមកហាន់ស៊ីងលើកស្ទួយណែរាជវង្សលើកស្ទួយស្ដេចហាហ្នឹងគាត់មិនកើតមេតបឯណាគាត់ជាកូនកសិករគាត់ទៅធ្វើតាហ៊ានយាមមែនទេគាត់មានចំណូលចិត្តខាងយុទ្ធសាស្ត្រមនុស្សមានចំណូលចិត្តគឺសំខាន់ដូចខ្ញុំមានចំណូលចិត្តខាងយុទ្ធសាស្ត្រអញ្ចឹងខ្ញុំច្បាស់ជាយល់ជាងអ្នកឯងហើយមែនទេខ្ញុំច្បាស់ជាយល់ជាងអ្នកឯងហើយខ្ញុំយល់បើខ្ញុំចូលប្រឡូកអាសភាពការចាក់ស្ដែងរឹតតែធ្វើឲ្យយើងនឹងមាន reflex ហ្នឹងគឺយល់បត់បែននឹងសភាពការណារឹត